ឪពុកម្ដាយគ្រប់រូបពិតជាសប្បាយចិត្តមែនទែននៅពេលដែលឃើញកូនបានចូលសាលារៀនបានក្រេបជញ្ជក់នៅចំណេះដឹងបាទឪពុកម្ដាយគ្រប់រូបទោះបីជាមានការលំបាកប៉ុណ្ណាក៏ដោយសុខចិត្តបានលះបង់គ្រប់បែបយ៉ាងការលំបាកត្រូវតែតស៊ូទៅមុខដើម្បីឲ្យកូនបានរៀនបានក្រេបនៅចំណេះដឹងដើម្បីកសាងអនាគតរបស់ពួកគេនៅពេលថ្ងៃអនាគតបាទពុកម៉ែបងប្អូននេះគឺជាសកម្មភាពដែលខ្ញុំបានដើរទៅយកកូនចេញពីសាលារៀនដែលដល់ម៉ោងហើយម៉ោង10ជាងបាទសូមបញ្ជាក់ថាវីដេអូនេះគឺខ្ញុំថតប្រហែលជា3-4ថ្ងៃហើយបាទមិនទាន់បានផុសដោយសារជប់រវល់បាទថ្ងៃនេះគឺជាថ្ងៃអាទិត្យដែលខ្ញុំមានពេលទំនេរហើយ record សំឡេងដើម្បីចែកជូនដល់បងប្អូនទាំងអស់គ្នាបានជ្រាបតែម្ដងហើយសាលាដែលកូនខ្ញុំរៀននេះគឺសាលាបាទបឋមសិក្សាព្រៃគុបបាទក្នុងសង្កាត់អូរស័យក្រុងប៉ែតខេត្តបន្ទាយមានជ័យឃើញក្មេងៗលោតកស៊ូបែបនេះគឺខ្ញុំនឹកដល់កុមារភាពផងដែរបាទធ្លាប់សប្បាយបាទហើយនេះគឺជាបាទឆ្កែរបស់ខ្ញុំឈ្មោះរេងគីបាទពុកម៉ែបងប្អូននេះគឺជាកូនស្រីរបស់ខ្ញុំហើយនឹងចៅស្រីរបស់ខ្ញុំបាទដែលគេចែកកាបូបគ្នាហ្នឹងណាបាទហើយកូនស្រីរបស់ខ្ញុំក៏កំពុងតែដើរតម្រង់ទិសមកខ្ញុំតែម្ដងបាទគេកំពុងតែដើរគេឃើញខ្ញុំថតដែរប៉ុន្តែគេដើរធ្វើដូចរបៀបផ្សេងស្អាតអញ្ចឹងណាបងប្អូនទាំងគ្នាបាទឥឡូវនេះគេជំរាបសួរខ្ញុំថាមកពីរៀនវិញហើយអញ្ចឹងណាពុកម៉ែបងប្អូនបាទហើយខ្ញុំក៏បានសួរកូនស្រីរបស់ខ្ញុំថារៀនចេះអីខ្លះគេថាចេះកខកខងងហើយកូនស្រីរបស់ខ្ញុំឈ្មោះ22បងប្អូនទាំងគ្នារៀននៅខាងតៃទេបាទទើបតែចូលរៀនបានប្រហែលខែហ្នឹងឯងឥឡូវនេះជិតដល់ថ្ងៃវ៉ាខងហើយបាទបងប្អូនទាំងគ្នាបាទហើយនេះគឺជាចៅរបស់ខ្ញុំបាទហើយគេរៀនថ្នាក់មត្តេយ្យជុំគ្នាហ្នឹងឯងបងប្អូនទាំងគ្នាហើយមួយថ្ងៃហ្នឹងគឺបាទបានពួកគេហ្នឹងឯងឲ្យគេជួយមើលគ្នាទៅវិញទៅមកហ្នឹងឯងបងប្អូនទាំងគ្នាដែលសារតែខ្ញុំរវល់ធ្វើការងារផងដែរបាទហើយក៏ឆ្លៀតធ្វើការផងឆ្លៀតមើលកូនផងឆ្លៀតដាំបាយដាំអីបាទធ្វើឲ្យកូនហូបអីចឹងទៅបាទឥឡូវនេះគឺកូនស្រីរបស់ខ្ញុំជាមួយនឹងចៅហ្នឹងបាទកំពុងតែធ្វើដំណើរត្រឡប់ទៅផ្ទះបាទបងប្អូនទាំងអស់គ្នាបាទហើយបងប្អូនជាច្រើនខ្ញុំបានឃើញថាជាទូទៅគឺខាងស្ត្រីទេជាអ្នកមើលដោយឡែកខ្ញុំក៏ជាឪពុកដៃ100ដែរបងប្អូនទាំងគ្នាបាទ